ខ្ញុំលោកបទពិសោធន៍នៃជីវិតខ្ញុំកន្លងមកដែលខ្ញុំឈានទៅដល់ដំណាក់កាលជោគជ័យជាច្រើនតើខ្ញុំអនុវត្តបែបណាការអនុវត្តបែបរបស់ខ្ញុំគឺខ្ញុំបែងចែកដាច់ស្រឡះជីវិតនៅក្នុងវ័យសិក្សាខ្ញុំសំដៅទៅលើខ្ញុំចាប់ផ្ដើមចូលពីថ្នាក់ទី1ដល់ថ្នាក់ទី12ខ្ញុំអត់ខ្វល់អីក្រៅពីការរៀនសូត្របានតែខ្ញុំគិតតែពីខំរៀនខ្ញុំអត់ខ្វល់រឿងការដើរលេងសប្បាយដូចក្មេងដទៃប៉ុន្តែខ្ញុំថាមកពីខ្ញុំអត់មានសេរីភាពក៏ថាបានក៏ប៉ុន្តែខ្ញុំក៏អត់ចូលចិត្តដែរគឺខ្ញុំឆ្លៀតពេលខ្ញុំដាក់គោលដៅខ្ញុំដាក់គំនិតដឹងឲ្យរៀនក្រៅពីពេលរៀនគឺខ្ញុំជួយម្ដាយខ្ញុំដែលគាត់លក់ដូរនៅផ្សារពួកម៉ាក់ដែលបបួលទៅណាទៅណីពីច្រើនខ្ញុំបដិសេធខ្ញុំអត់ទៅទេហើយបងប្អូនមួយចំនួនគាត់ថាចុះគាត់ជួបមើលរឿងគាត់ជួបមើលគាត់ជួបលេងហ្គេមឬក៏គាត់ធ្វើអីមួយអញ្ចឹងខ្ញុំតែងតែខ្ញុំមិនមែនអត់ជួបអីខ្ញុំមិនមែនអត់មានអារម្មណ៍ជួបអីប៉ុន្តែខ្ញុំគិតថាបងប្អូនសម័យមើលពេលដែលយើងមើលរឿងបាន10រឿងតាមមួយឆ្នាំពីរឆ្នាំក្រោយយើងចាំអីខ្លះយើងអត់ចាំទេវាគ្រាន់តែជាការកំសាន្តនេះអញ្ចឹងអារឿងហ្នឹងយើងនៅមានពេលមើលអញ្ចឹងអាការរៀនសូត្រតែកន្លងផុតហើយគឺកន្លងផុតហើយអញ្ចឹងការដាក់ចិត្តបែបហ្នឹងខ្ញុំផ្ដាច់ជាអីចេញទាំងអស់ខ្ញុំដឹងតែពីរៀននេះហើយចប់ខ្ញុំចូលរៀនពេទ្យខ្ញុំដឹងតែពីរៀននេះគឺដឹងតែពេលធ្វើម៉េចឲ្យរៀនចប់ហើយគឺដាក់គោលដៅហ្មងហើយដល់ពេលខ្ញុំចេញធ្វើការខ្ញុំមានពេលគ្រួសារនៅពេលដែលខ្ញុំកំពុងរៀនខ្ញុំអត់ខ្វល់ទេខ្ញុំនិយាយគ្នាហើយពេលដែលមានកូនត្រូវតែចែកគ្នាមើលកូនមិនចែកគ្នាមើលមិនហើយពេលដែលទៅសុខប្រាំងខ្ញុំទុកកូននៅមួយគ្រួសារគាត់ត្រូវមើលទទួលខុសត្រូវពួកឯងមិនកូនតែខ្ញុំម្នាក់ឯងខ្ញុំត្រូវដាក់ចិត្តចេញទៅរៀនបើខ្ញុំមិនដាក់ចិត្តទេខ្ញុំអត់មានថ្ងៃនេះអញ្ចឹងខ្ញុំត្រូវទៅហើយទៅគឺដាក់ចិត្តឯងចេញធ្វើការគឺដឹងតែផ្ដោតទៅលើការងារដើម្បីវារីកចម្រើនជីវិតរៀនគឺរៀនជីវិតធ្វើការគឺធ្វើការដល់ម៉ោងដេកគឺដេកដល់ម៉ោងទៅសុបាយគឺសុបាយអត់មានយកមកលោកឡំគ្នាអញ្ចឹងកាលណាយើងផ្ដោតទៅលើគំនិតធ្វើអីគឺដាក់ចិត្តធ្វើអាហ្នឹងគឺជីវិតយើងភាគច្រើនគឺជោគជ័យបងប្អូនកុំលោកឡំគ្នាថាអារៀនសោះក៏ទៅណាណោះដល់ពេលដល់ពេលត្រូវគេឲ្យទៅធ្វើអានោះមកធ្វើអានេះអត់ទេខ្ញុំបើថាមករៀនមិនថាទៅរៀននៅស្រុកប្រាំងមករៀននៅវៀតណាមពេលទៅនេះគឺអង្គុយរៀនមកដឹងអង្គុយរៀនមកធ្វើតែការងារណាដែលចាំបាច់ទេអត់មានគិតអីផ្សេងក្រៅពីហ្នឹងទៀតពីការរៀនសូត្រអីចេះអញ្ចឹងការធ្វើបែបហ្នឹងក៏ជួយឲ្យជីវិតយើងជោគជ័យមួយផ្នែកដែរបងប្អូន